សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Mrs. Sida Talk ថ្ងៃទី1នេះខ្ញុំនឹងធ្វើការចែកម្លែកពីវិធីសាស្ត្រនៅក្នុងការដូរពណ៌នៅក្នុងឆាតរបស់យើងផងដែរចេញទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងដើម្បីដូរពណ៌នៅក្នុងឆាតរបស់យើងដំបូងឡើយយើងចូលមកកាន់ Messenger របស់យើងសិនហើយយើង select មើលតើឆាតមួយណាដែលយើងចង់បដូរពណ៌ background ហ្នឹងឧទាហរណ៍ខ្ញុំជ្រើសរើស account មួយខាងលើនេះដែលខ្ញុំបានឆាតជាមួយគាត់ណាហើយខ្ញុំចុចមកគឺផ្ទាំង background របស់ខ្ញុំគឺពណ៌សឯងប៉ុន្តែខ្ញុំចង់បដូរ background របស់ខ្ញុំឲ្យទៅជាពណ៌ដែលទៅតាមចំណង់ចំណូលចិត្តរបស់ខ្ញុំអញ្ចឹងណាអញ្ចឹងខ្ញុំចុចមកលើឈ្មោះរបស់គាត់មកគឺខ្ញុំចូលមកដល់ផ្ទាំងមួយនេះហើយខ្ញុំមកដល់ផ្ទាំងមួយហ្នឹងគឺខ្ញុំចុចលើពាក្យ damn នេះខាងលើគេបំផុតញ៉ាខ្ញុំចុចលើពាក្យហ្នឹងមកអញ្ចឹងនៅពេលដែលខ្ញុំចុចមកលើកន្លែងហ្នឹងហើយខ្ញុំនឹងអាចជ្រើសរើសពាក់ព័ន្ធជាមួយនឹង color សម្រាប់ការឆាតរបស់ខ្ញុំបានហើយមិនដោយសារខ្ញុំចុចទៅលើមួយនេះអញ្ចឹងដល់ពេលខ្ញុំឆាតទៅគឺវាចេញតែពណ៌សខ្មៅទេអញ្ចឹងឥឡូវខ្ញុំដូរខ្ញុំចង់ដាក់ពណ៌ផ្កាឈូកខ្ញុំចុចលើពណ៌ផ្កាឈូកហ្នឹងមកតិចទៀតវានឹង load ឲ្យហីអូខេហើយអ៊ីនធឺណិតនឹង slow ហ្នឹងខ្ញុំសុំចុចលើម្ដងទៀតអូខេតួបានហើយអញ្ចឹងឥឡូវនេះវាបដូរទៅជាពណ៌ផ្កាឈូកហើយអូខេអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់បដូរពណ៌ background របស់យើងឲ្យមានលក្ខណៈស៊ីជម្ពូឬ colorful ទៅតាមចំណង់ចំណូលចិត្តរបស់យើងអាចធ្វើការបដូរបានណាចាអញ្ចឹងអរគុណច្រើនមែនទែនសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរប្រសិនបើបងប្អូនទាំងអស់គ្នាគិតថាវីដេអូខាងលើនេះមានប្រយោជន៍សូមកុំភ្លេចចុច Subscribe ជាមួយនឹងរូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណ